សៅភាជាកុមារីកូនអ្នកក្រក្រោយពេលរៀននាងដើររើសស្រើនៅតាមវាលស្រែដែលទើបច្រួតកាត់រួចបោកបែនយកគ្រាប់ស្រូវចិញ្ចឹមមួនភូងមួនដោយសប្បាយជាមួយនាងណានៅផ្ទះសុភាចេះដាំស្លមើលថែម្ដាយពេលម្ដាយមានជំងឺឈឺថ្កាត់ពេលប្រលប់សៅភាខំព្រៀនខំធ្វើលំហាត់ព្រលឹមឡើងសៅភាលាម្ដាយទៅសាលានាងធ្វើដំណើររុះរាន់ឲ្យទាន់ម៉ោងរៀននៅសាលាសុភាយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រនាមបានគ្រូសរសើរមិត្តភ័ក្តិរាប់អាននិងជាទីគាប់ចិត្តរបស់អ្នកម្ដាយកំសត់